សួស្តីនាយកលាវសួស្តីនាយកលាវឯកសារខ្ញុំបានរៀបចំបន្តិចទេការប្រជុំនរសៀននេះបន្តទៀតមង្គលការខាត់ពេលមកយូរហើយបាទអ្នកនាងលាវសូមសួរថាអ្នកនាងព្រមរៀបការជាមួយលោកសួនដែរទេយើងមិនព្រមទេថាមិញមឹងយើងអូនដឹងថាអូនកំពុងតែនិយាយអីទេយើងលឺខុសមែនទេកូនកំមុំបើជាមិនព្រមរៀបការទៅវិញការរៀបការរបស់គ្រួសារសួនជាមួយគ្រួសារលាវនេះពួកគេមិនអីទេមឹងយើងឯងគុំមកបករឿងឲ្យសោះលោកតាខ្ញុំមិនបានមកករឿងទេមិនចឹងអ្នកគ្រប់គ្នាបើឃ្លីបក្នុងទូរស័ព្ទខ្លួនឯងមើលទេសាច់រឿងនោះវាពិតជាល្អមើលខ្លាំងណាស់នេះពិតជាបន្ទុកពេកហើយមិនមែនជាសួនយ៉ាងជាមួយនឹងបងជាដុលមួយរបស់ម៉ឹងយ៉ាងលីនអនទេព្រោះស្រីថោកទាបឯនេះសំបីតបងថ្លៃខ្លួនឯងក៏តតាក់ដែរពិតជាថោកមែននាងឈ្គត់មែនទេអនជាបងជាដុលមួយនាងផុសឃ្លីបបែបនេះចេញមកនាងគិតយ៉ាងម៉េចអ្នកមីងបើសិនជាមានខ្លះថាលីនអនថ្ងៃក្រោយមិនអាចធ្វើចំណូលបាននោះអញ្ចឹងមិញឲ្យវាខ្មាស់គេខ្លះទេកុំតែធ្វើរឿងថោកទាបខ្មាស់គេអញ្ចឹងនោះហើយលីវមឹងយើនេះនាងទៅធ្វើមុខអញ្ចឹងឲ្យណាមើលទៅពេលយើងជួបនាងម្ដងបើនាងមិននៅនិយាយការងារទេក៏កំពុងតែនិយាយរឿងការងារដែរនាងដែរចាត់ទុកយើងជាគូដណ្ដឹងដែរទេយើងថាណាយើងមិនស្មើនឹងជំនួយការនាងនេះផងអញ្ចឹងក៏ក្បត់ទេនៅមានហាផានចឹងផងអីអញហ៊ានខ្លាំងចឹងផងអញគិតថាគេគ្រប់គ្នាសត្វតាថោកទាបដូចអញចឹងយ៉ាងខ្មាស់គេជំនួសឯងនេះទុកមុខឲ្យហើយកុំយកឲ្យសោះយើងមិនជឿទេថានៅលើលោកនេះមានប្រុសណាវាព្រមចាញ់ស្រីដែលមិនចេះធ្វើការងារផ្ទះមិនចេះបម្រើប្តីចេះតែរកលុយនោះមានដែរទេម៉ែណៃយ៉ាងចេះតែរកលុយទេប៉ុន្តែយ៉ាងគឺរត់តែហ៊ានចាយលុយទៀនមកខែ30000រកមនុស្សប្រុសដែលចេះធ្វើកិច្ចការងារផ្ទះតែមាននរណាគេព្រមទេហើយនេះមានរឿងអីនឹងខ្ញុំព្រមមួយខែ30000រកមនុស្សដែលចេះធ្វើកិច្ចការងារផ្ទះតែមាននរណាគេព្រមទេខ្ញុំព្រមខែគ្រប់ប្តីនោះអីខ្ញុំអាចសាកបាននាងមានការងាររបស់នាងខ្ញុំជាអ្នកដែលចូលចិត្តនៅតែផ្ទះមើលថែប្រពន្ធគ្រួសារធ្វើការងារផ្ទះទុកចិត្តលើខ្ញុំចុះលោកមិនមកដូចជាប្រហាក់ប្រហែលនឹងប្រហែលជាខ្ញុំមានមុខមាត់ដូចតារាមួយណាទេដឹងមកយើវានេះមិនមានគំនិតល្អទេមានប្រុសត្រឹមត្រូវណាគេព្រមទៅបោកកៅអៅដាំបាយវាប្រកាសជាចង់បានតែលុយអូនទេមកយើអូនត្រូវតែគិតឲ្យច្បាស់ណាសូនយ៉ៃគ្រួសារអញវាយ៉ាងម៉េចអញមិនដឹងខ្លួនទេការរៀបការនេះគឺអញជាអ្នកមកតោងយើងអញនៅមិនដឹងខ្លួនផងហើយនៅមកទៅគេរើសគេផងសន្តិសុខមកអកវាចេញទេលាវមឹងយើនាងឯងចាប់ទៅមើលទៅនាងឯងកុំគិតថាខ្លួនឯងជាអ្នកស្នងតំណែងគ្រួសារលាវហើយនាងអាចយកបានគ្រប់យ៉ាងនោះកូនកំឡះបដោមនុស្សមង្គលការនៅតែបន្តទៀតប៉ាម៉ាក់ខ្ញុំឡើងនៅហើយគឺលោកតារបស់ខ្ញុំជាអ្នកចិញ្ចឹមខ្ញុំឲ្យធំឡើងមកលោកជួនតែឲ្យលោកតាទេលោកតាកុំបារម្ភអីខ្ញុំនឹងល្អជាមួយមឹងជ័យក៏កតញ្ញូជាមួយលោកតាដែរនេះគឺជាមនុស្សដែលឯងរើសឯងកុំស្ដាយក្រោយឲ្យសោះពេលរៀបការហើយរឿងគ្រួសារលាវឯងត្រូវខ្វល់ផងចាប់បានលោកតាកុំបារម្ភអីខ្ញុំនឹងមិនឲ្យមឹងជ័យស្ដាយក្រោយនោះទេអាយចចេះយ៉ាងនេះផងអីអញ្ចឹងបន្តិចទៀតក៏ទៅចុយតាសវជាមួយគ្នាទេណែអូនដឹងដែរទេម៉ាក់បងនិយាយរហូតថាមនុស្សបងនេះមិនចេះនិយាយហើយក៏គ្មានលុយដែរខ្លាចតែមួយជីវិតនេះមិនអាចរកប្រពន្ធបានទេលក្ខណៈទៅផ្ទះនាំអូនទៅជាមួយទេអូននឹងធ្វើបងមានមកម្ដងត្រូវហើយនេះគឺជាសាផ្ទះរបស់ខ្ញុំឲ្យលោកមួយឈប់សិនពួកយើងគឺរៀបការកិច្ចសន្យាជាមួយគ្នាទេពួកយើងត្រូវតែគ្រប់ច្បាប់3សិននេះអត់បញ្ហាងាយយ៉ាងនេះឯងលោករៀបការជាមួយខ្ញុំចង់បានអ្វីទេអាឡូនាយកលាវការប្រជុំពេលថ្ងៃនេះនៅប្រជុំទៀតដែរទេការប្រជុំធម្មតាខ្ញុំទៅដល់ហើយហើយនៅក្រុមហ៊ុនមានការទិញលោកមានការអ្វីអាចខលមកខ្ញុំបានឲ្យទៅលោក5000ក៏ចាត់ទុកថាចលុយទិញបន្លែមួយសប្តាហ៍ទៅចាញ់លោកយ៉ាងម៉េចហើយអ្នកណាអ្នកជួយខ្ញុំនាងបានសន្លប់ធ្ងន់បាននាំនាងទៅពេទ្យហើយវីវីនច្រើនឆ្នាំមកនេះទីបំផុតខ្ញុំបានរកឃើញនាងហើយ
អ្នកនាងលាវអ្នកនាងពិតជាទៅចោឲ្យតាសវលជាមួយអ្នករត់តុកនោះមែនណាខ្ញុំស្មានតែអ្នកនាងទៅបញ្ឈឺសួនយ៉ាងតើនេះមិនមែនឆាប់ផ្លែតទេណាស់ហើយចឹងយ៉ាងណាក្រៀបកាត់ទៅហើយចាត់ទុកថាជួនអ្នកបម្រើមួយទៅចឹង